ចូលស្រមៃមើលនៅក្នុងសន្និសីទកម្ពុជាអន្តរជាតិឬមហាសន្និបាតអង្គការសហប្រជាជាតិដែលពោពេញទៅដោយមេដឹកនាំពិភពលោកស្រាប់តែមានមេដឹកនាំម្នាក់ដែលចូលមុខទាំងក្រអឺតក្រទើមជាមួយនឹងក្បួនដង្ហែនៃកងអង្គរៈស្រីក្រមុំលាបក្រែមពណ៌ក្រហមឆ្អៅពាក់ស្បែកជើងកែងនិងដៃកាន់កំភ្លើងជន់នោះគឺមូហាម៉ាកាដាហ្វីស្ដេចផ្ដាច់ការដ៏ចម្លែកបំផុតនៃប្រទេសលីប៊ីរាល់ពេលដែលលោកជន់ជើងលើទឹកដីបរទេសលោកមិនត្រឹមតែធ្វើឲ្យអ្នកកាសែតភ្ញាក់ផ្អើលនោះទេប៉ុន្តែតែងតែបានធ្វើឲ្យបណ្ដាញសន្តិសុខអន្តរជាតិនៃប្រទេសជាម្ចាស់ផ្ទះឈឺក្បាលយ៉ាងខ្លាំងតើមានរឿងរ៉ាវអាស្រូវចំនួនអាវុធនិងការសម្ងាត់ខ្មៅងងឹតអ្វីខ្លះបានកើតឡើងនៅពេលដែលកាដាហ្វីនាំកងទ័ពស្រីទៅលុកលុយលើឆាកអន្តរជាតិតោះជួបជាមួយខ្ញុំជាមួយនឹងវីដេអូនេះទាំងអស់គ្នានៅដើមទសវត្សរ៍ឆ្នាំ1970កាដាហ្វីបានប្រកាសនូវគោលនយោបាយមួយដែលធ្វើឲ្យពិភពអារ៉ាប់ភ្ញាក់ផ្អើលគឺសមភាព Gender តាមបែបបដិវត្តន៍លោកបានបង្កើតសាលាយោធាស្ត្រីនិងជ្រើសរើសនារីក្រមុំឲ្យធ្វើជាកងអង្គរៈផ្ទាល់ខ្លួនដែលពិភពលោកស្គាល់ថា The Amazon កាន់ប៉ុន្តែកុំចាញ់បោកភ្នែកទៅទេសម្រាប់កាដាហ្វីការនាំកងទ័ពស្រីស្អាតទាំងនេះទៅតាមខ្លួនរៀបចំឡើងក្រោមយុទ្ធសាស្ត្រស៊ីជម្រៅ3យ៉ាងទី1ល្បិចកលបោកភ្នែកលោកខាងលិចលោកចង់ឲ្យពិភពលោកមើលឃើញថាលោកគឺជាមេដឹកនាំអារ៉ាប់ជឿនលឿននិងលើកស្ទួយសិទ្ធិស្ត្រីទី2ខែលការពារជីវិតលោកជឿជាក់យ៉ាងមុតមមថាក្រុមឃាតករឬភ្នាក់ងារសម្ងាត់ CIA នឹងមានការស្ទះស្ទើរមិនហ៊ានបើកការបាញ់ប្រហារលើស្ត្រីនោះទេទី3ការអួតអាងអំណាចដ៏ចម្លែកលោកចង់ធ្វើខ្លួនឲ្យលេចធ្លោនិងបង្កភាពវឹកវរផ្លូវចិត្តដល់មេដឹកនាំប្រទេសដទៃរាល់ពេលកាដាហ្វីឈានជើងចូលស្រុកគេភាពវឹកវរតែងតែកើតមានជានិច្ចដូចជាចំនួនអាវុធនៅទីក្រុងប៉ារីសឆ្នាំ2007ពេលទៅបារាំងកាដាហ្វីនាំអង្គរៈស្រីជិត30នាក់ក្រុមនារីទាំងនោះបានប្រជែងអំណាចជាមួយនឹងប៉ូលីសសម្ងាត់បារាំងដោយរុញច្រានមិនឲ្យអាជ្ញាធរបារាំងចូលជិតកាដាហ្វីឡើយហើយថែមទាំងលួចនាំអាវុធធុនធ្ងន់ចូលក្បួនដង្ហែដោយគ្មានការអនុញ្ញាតរហូតស្ទើរតែផ្ទុះការបាញ់ប្រហារនិងរំលោភអធិបតេយ្យភាពនៅទីក្រុងរ៉ូមឆ្នាំ2009កាដាហ្វីបានបញ្ជាឲ្យបោះតង់នៅចំកណ្ដាលឧទ្យានសាធារណៈ Villa Doria Pamphili ក្រុមអង្គរៈស្ត្រីទាំងនោះបានឈរល្បាតនិងកាន់កាប់ផ្លូវសាធារណៈធ្វើឲ្យប្រជាជននិងអ្នកនយោបាយអ៊ីតាលីខឹងសម្បារយ៉ាងខ្លាំងនិងព្រឹត្តិការណ៍រង្គោះរង្គើនៅ UN ឆ្នាំ2009បន្ទាប់ពីត្រូវបានអាមេរិកបដិសេធមិនឲ្យបោះតង់នៅ Central Park ក្រុមអង្គរៈស្រីបានដើរតាមការពារលោកចូលដល់ក្នុងសាលប្រជុំ UN ដោយឈរយាមយ៉ាងរឹងមាំនៅពីក្រោយកៅអីខណៈកាដាហ្វីឡើងនិយាយហែកហួរនិងហែកសៀវភៅធម្មនុញ្ញ UN ចោលនៅលើវេទិកាមើលពីខាងក្រៅក្រុមអង្គរៈស្ត្រីទាំងនោះដូចជានារីដែលមានអំណាចសេរីភាពនិងភាពស៊ីវិល័យប៉ុន្តែបន្ទាប់ពីរបបកាដាហ្វីបានដួលរលំនៅឆ្នាំ2011អតីតអង្គរៈស្រីដែលបានភៀសខ្លួនបានទម្លាយការពិតដ៏រន្ធត់មួយការធ្វើដំណើរទៅបរទេសគឺជានរុនៅលើផែនដីនៅពីក្រោយទ្វារសន្តាគារប្រណិតនារីទាំងនោះត្រូវបានបង្ខំចម្រិតនិងរំលោភបំពានផ្លូវភេទយ៉ាងព្រៃផ្សៃពីសំណាក់កាដាហ្វីនិងមន្ត្រីជាន់ខ្ពស់ពួកគេគ្មានសិទ្ធិប្រើប្រាស់ទូរស័ព្ទគ្មានសិទ្ធិទាក់ទងទៅគ្រួនឹងត្រូវស្ថិតក្រោមការតាមដាន24ម៉ោងរូបភាពស្ត្រីមានអំណាចលើឆាកអន្តរជាតិគ្រាន់តែជាល្ខោនបាំងមុខដើម្បីគ្របដណ្ដប់លើអំពើអាក្រក់តែប៉ុណ្ណោះប្រវត្តិសាស្ត្រនៃការនាំកងទ័ពស្រីទៅលុកលុយពិភពលោករបស់កាដាហ្វីបានក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏ចម្លែកខ្មៅងងឹតនិងមិនធ្លាប់មានឡើយនៅក្នុងនយោបាយសកលលោក